ពីngàyច័ន្ទដល់ថ្ងៃសុក្រខ្ញុំរៀនពេញម៉ោងរហូតហើយថ្ងៃសៅរ៍ត្រូវរៀនមកព្រឹកដែរហើយខ្ញុំធ្វើការទៀតចឹងដឹងថាថ្ងៃសៅរ៍នេះខ្ញុំធ្វើអីគេខ្លះតែថ្ងៃសៅរ៍អាទិត្យនេះខ្ញុំអត់រៀនទេចឹងទៅនេះពេញមួយថ្ងៃព្រឹកឡើងដេកដកតែហើមចោលអត់ប្រយោជន៍ហើយតាមពិតទៅថ្ងៃសៅរ៍នេះខ្ញុំក៏មាន plan ថតវីដេអូមួយមិត្តភក្តិរបស់ខ្ញុំតែប៉ុន្តែវាលើកទៅថ្ងៃស្អែកវិញមានជាការ booking សម្បត្តិគុណមើលរឿងអវតារម្នាក់ឯងបដ ாய் ចៃដន្យអីមិត្តភក្តិខ្ញុំ9មើលរឿងអវតារដែរបាន3នាក់បដ ாய் រឿងហ្នឹងគេចាក់ម៉ោង4កន្លះខ្ញុំលើកថ្ងៃទៅថតថ្ងៃអាទិត្យមែនប៉ុន្តែថ្ងៃសៅរ៍ហ្នឹងខ្ញុំត្រូវទៅយកបាននៅ store ឲ្យដឹងថាយើងត្រូវថតកៅអៅណាខ្លះដោយសាររឿងកៅអៅហ្នឹងវាយូរពី3ម៉ោងទៅរាប់ដឹងថាយើងត្រូវថតអីគេចឹងខ្ញុំក៏រៀបចំខ្លួនទៅរើកៅអៅនៅសាន់ដូទូទៅពងប្រហែលជាខ្ទង់ម៉ោង2អីហ្នឹងខ្ញុំរើសអវ៉ាន់ហ្នឹងយូរប្រហែលចង់2ម៉ោងអីទៅរំរើសហើយម៉ោង4ជាងមករើសអវ៉ាន់ហើយជិះមកកន្លែងមើលកូនហ្នឹងម៉ោង4:40បានដល់ហើយរឿងគេចាក់តាំងម៉ោង4កន្លះរៀនស្លន់តិចដែរ but anyways យើងទៅ enjoy យឺតក៏បានដែរចឹងគេថាមើលរឿងអវតារវគ្គ3នេះហើយចេញមកញញដាក់គ្នាហ្មងចាប់ពីមើលកូនហើយឃ្លាននាងមកញ៉ាំអីតបដ ாய் អត់ទាន់ចប់ទេណាដែលសរសៃនឹងខ្ញុំថតចឹងទៅចង់ទៅទិញ accessory នៅ Work Street ម៉ោង4ជាងអីបាទខ្ញុំទៅដល់ Work Street ហ្នឹងហើយដើរមើលទិញអីវ៉ាន់បានតិចតួចដែរហើយមកដល់ផ្ទះវិញប្រហែលជាខ្ទង់ម៉ោង10កន្លះអីហ្នឹងតនេក៏ដូចមិនតនេដែរព្រោះអត់ដែរនៅផ្ទះចឹងចប់ហើយវីដេអូរបស់ខ្ញុំវាតែប៉ុណ្្នឹងទេហើយកុំភ្លេច follow ខ្ញុំម្នាក់មួយផងណាអរគុណអ្នកទាំងអស់គ្នាបាយបាយ